บางคนនឹងឲ្យថ្ងៃនេះខ្ញុំចង់មកស្រាយចងល់រឿងការចិញ្ចឹមជ្រូកមានបងអូនស្រីម្នាក់ឬពីរនាក់គាត់ចូលសួរខ្ញុំថាខ្ញុំចិញ្ចឹមជ្រូកបែបណាអញ្ចឹងណាព្រោះអីកាលពីឆ្នាំតែមិញតែមួយក៏ខ្ញុំចិញ្ចឹមជ្រូកដែរតែខ្ញុំអត់បានអនុវត្តតាមបងប្រុសម្នាក់ដែលខ្ញុំបានចូលមើល YouTube គាត់ទេតែឆ្នាំនេះខ្ញុំអនុវត្តតាមគាត់ទៅហើយគឺបានផលអញ្ចឹងហើយទើបខ្ញុំមកចែករំលែកប្រាប់បងអូនស្រីដែលបាន comment សួរខ្ញុំទាំងពីរនាក់ខ្ញុំចិញ្ចឹមជ្រូកឆ្នាំនេះខ្ញុំធ្វើតាមបងប្រុសម្នាក់នៅក្នុង YouTube តែខ្ញុំភ្លេចឈ្មោះគាត់បាត់ទៅហើយគាត់ប្រាប់ថាឲ្យចំណីជ្រូកមួយថ្ងៃ5ដងគឺល្អបំផុតព្រលឹមឡើងយើងឲ្យចំណីរួចបាន2ម៉ោងឬមួយក៏3ម៉ោងយើងត្រូវឲ្យអាហារចម្រុនដើមចេកឬមួយក៏ត្រកួនខ្ញុំកាលពីឆ្នាំតែមិញគឺខ្ញុំបានធ្វើតាមគាត់ទេដោយសារខ្ញុំយល់ឃើញថាអត់ល្អដល់ពេលឆ្នាំនេះខ្ញុំក៏សាកអនុវត្តធ្វើតាមគាត់តែដល់ពេលធ្វើតាមគាត់ហើយគឺបានផលល្អមែនក្នុងមួយថ្ងៃគឺខ្ញុំឲ្យចំណី5ដងក្រោយពេលដែលយើងឲ្យចំណីធម្មតាហើយគឺយើងដាក់អាហារចម្រុនរយៈដើមចេកឬក៏ថ្ងៃណាមួយអត់ដើមចេកខ្ញុំដាក់ត្រកួនគឺខ្ញុំឲ្យវាហូបទៅតាមបរិមាណជ្រូករបស់ខ្ញុំ